ជាកិច្ចបឋមខ្ញុំកណាសូមក្រាបនមស្ការចំពោះគុណកែ8នៃបត្រៃរតដោយសេចក្តីគោរពសពកាលស្មើដោយជីវិតសូមក្រាបនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលកំពុងតែតាមដាននៅរាល់សកម្មភាពមនុស្សធម៌ដែលដឹកនាំនៅក្នុងបកណាព្រះវិខុចន្ទសីយោខមបុថាព្រមទាំងព្រះវិខុឧត្តមបញ្ញោនួនសំអាតហើយនៅក្នុងគ្រាវេលាឱកាសនេះមានការអញ្ជើញចូលរួមពីបងចៅសង្កាត់អែមសុផលព្រមទាំងញោមអិនប្រថាព្រមទាំងសមាជិកមនុស្សធម៌នៅក្នុងគ្រាវេលាឱកាសនេះមានបងឆៃវណ្ណៈក៏ដូចជាញោមធម្មឧបាសកសូសែនញោមធម្មឧបាសិកាប៊ុនសិច័ន្ទព្រមទាំងកូនសិស្សវណ្ណវិជ្ជាដែលបាននាំយកនៅអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវអានអគ្គនាយិការងនៃមន្ទីរពេទ្យប្រទេសកម្ពុជាក៏ដូចជាញោមជំទាវកើតស៊ីយុទ្ធបានចូលរួមបរិច្ចាគនៅថវិកាជាប្រចាំខែញោមជំទាវអានបានបរិច្ចាគនៅថវិកាចំនួន30,000រៀលរៀងរាល់ខែរហូតពេញមួយឆ្នាំហើយញោមជំទាវកើតស៊ីយុទ្ធបានចូលរួមបរិច្ចាគថវិកាចំនួន10,000រៀលក្នុងមួយខែរៀងជាប្រចាំឆ្នាំហើយញោមធម្មឧបាសកសូសែនព្រមទាំងញោមធម្មឧបាសិកាប៊ុនសិច័ន្ទបានចូលរួមបរិច្ចាគនៅទឹកប្រាក់ចំនួន10,000រៀលរៀងរាល់ខែជាប្រចាំឆ្នាំហើយបានការចូលរួមពីបងចៅសង្កាត់អែមផលសួរអំពីក្រុមគ្រួសារដែលកំពុងជួបនៅខ្វះខាតនៅបញ្ហាខ្វះខាតដូចញោមបានឃើញហើយថាជីវភាពរបស់គាត់ហើយផ្ទះគាត់រស់នៅអត់អីទេញោមណាហ្នឹងហើយហើយបានបងចៅសង្កាត់គាត់គិតគូរនិងបងអិនថាជានិច្ចការបានចូលជួយនិងញោមញាតិពុទ្ធបរិស័ទអត់អីទេកុំបារម្ភឲ្យតែបានបងចៅសង្កាត់គាត់នៅគ្រប់គ្រងនៅជាមន្ត្រីរាជការចុះជួយនៅខាងភូមិអង្គយើងនៅជាចៅសង្កាត់អូចាយើងអត់ឲ្យបារម្ភទេទោះយ៉ាងណាក៏ដោយបានអំណោយសពប្រជាជនណាសួរគាត់ក៏ចេះតែផ្លេចគុណចាស់ទៅគុណចាស់សូម្បីតែតាពិការចាំអត់ភ្លេចទេណាតាពិការហើយយើងទៅរស់មកកាន់រស់ហ្នឹងហើយទៅសួរណាចៅសង្កាត់ហើយចៅសង្កាត់អត់ទៅផងបងប្រធានចង់អន់ចិត្តដែរហ្នឹងហើយហ្នឹងហើយឥឡូវមុននឹងបានឱកាសនេះក៏សូមជូនកម្មវិធីទៅបងបីថ្លៃអំណរអរគុណដល់ចាស់ជំនួយបាទសូមក្រាបថ្វាយបង្គំព្រះធីរានុព្រះព្រះអង្គជាទីសក្ការៈសូមក្រាបថ្វាយបង្គំព្រះអង្គធម្មថាទានសពប្រជាជនក៏ជួយមូលដ្ឋានកាត់អូចាទៅជាសកាត់អស័យតៃទៀតសូមក្រាបថ្វាយបង្គំសក្ការៈព្រះអង្គលោកពូជាស្រ័យទៅចាំហើយលោកឆៃវណ្ណៈបាទលោកអិនវថាហើយលោកមីងថ្ងៃនេះតាំងនាមឲ្យរដ្ឋបាលសកាត់អូចាខ្ញុំបាទខ្ញុំកាត់ឲ្យខ្ញុំបាទតែពិតជាសប្បាយមានប្រទេសសំណោះរីករាយដោយវត្តមានគុណចាស់និងសហការីក្រុមលុយធัวចុះចែកណោយជូនបងប្អូនជារដ្ឋនៅក្នុងសកាត់អូចាយើងជារៀងញ៉ាំជារៀងរាល់ខែដូចសង្ឃការបងប្អូនអំបញ្ញមិញហើយគឺមានសពរដ្ឋសពរដ្ឋជឿនលោកជំទាវអានលោកជំទាវកើតស៊ីយុទ្ធបាទនិងលោកពូបាទសូសែនបាទហើយសូមគ្រប់អរគុណណាស់ចំពោះការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ជារដ្ឋក្នុងឋានសង្កាត់អូចានេះហើយសង្ឃឹមជឿជាក់ថាសពរដ្ឋជនទាំងអស់ជាខ្សែគុណចាស់នឹងបន្តជួយបងប្អូនជារដ្ឋនៅក្នុងសង្កាត់អូចាយើងជាបន្តទៀតមិនមែនថាមិនបានច្រើនប៉ុន្តែយើងធ្វើជាញឹកញាប់ជារៀងរាល់ពេលតិចយូរច្រើនមានការសំបុននាំមកនៃសរហើយបានព្រះអង្គផងហើយសពរដ្ឋជនដតីទៀតទៅធ្វើឲ្យជីវភាពការរស់នៅរបស់បងប្អូនជាពលរដ្ឋយើងបានអបអរសាហើយមានទំនុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសសម្ដេចទឹកដីនៅក្នុងថ្នាក់ខេត្តយើងមានឯកឧត្តមសុខលូណាក់ក្រុងមានលោកនាងវាសនាណានៅមូលដ្ឋានកាត់មានក្នុងកណ្ដាលអស់គ្នានេះត្រឹមត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ជីវរដ្ឋយើង
ដែលអាចមានអញ្ចឹងបានអាស្រ័យសុខសន្តិភាពស្រីយើងបានសុខសន្តិភាពយើងមានឱកាសធ្វើល្អមួយនេះច្រើនណាស់គុណចាស់ណាហើយសង្ឃឹមជឿជាក់ថាលោកជំទាវហើយនៅសហការីជួបពុទ្ធស្រីជាសាច់គុណចាស់នឹងបន្តជួយបងប្អូនយើងជាបន្តទៅទៀតទៅជាដល់ខែណាសូមប្រគេនពរជូនពរគុណចាស់មានជំនឿជាពុទ្ធពុទ្ធបរិស័ទយើងហើយលោកជំទាវសហការីលោកពូជាសាច់ជើញចោះតល់បងអរគុណណាអរគុណណាសូមលោកពូនិងលោកជំទាវសហការីទាំងអស់សូមមានសុខភាពល្អជួយទៅពុទ្ធពរទាំងអស់ដែរសូមបីគ្នាទៀតឡើងដល់សូមអរគុណដល់ពុទ្ធសាសនាណាឥឡូវโยมជើញទទួលនេះអំណោយបំណាក់បានតោះមានលឹកត្រីទឹកស៊ីអ៊ីវមានចេងប្រេងកាឡាបើប្រេងកាឡានេះបងប្រុសរៈស្នីឯកខំច័ន្ទរដ្ឋាបានជួយនៅប្រេងកាឡាបានជួយនៅឆ្នាំដល់មកកេះហើយចាំជូនទៅខាងក្រុមការងារយើងហើយប្រេងចលនេះល្អបើល្អក៏អញ្ចឹងសូមយកប្រើប្រាស់ហ្នឹងខ្ញុំណាក៏ឲ្យខ្ញុំជូនពរជូនជ័យទៅទៅខ្ញុំទៅចាស់ផងក៏ก็สาธุហ្នឹងហ្នឹងឥឡូវសូមបងឆៃវណ្ណៈហ្នឹងជូនពរដល់ម្ចាស់ជំនួយឲ្យបញ្ចប់នៅកម្មវិធីគ្រួសារទី2បាទសូមគោរពដល់អង្គទាំងពីរព្រះអង្គសាធុបាទបាទឲ្យជាអង្គប្រសាទកាត់អចារ្យបាទមកអចារ្យមកជាអាចារ្យនៅផងបាទឲ្យសូមជាក្រុមបាទការងារមនុស្សធម៌បាទជាមួយព្រះអង្គផងបាទសូមថ្លែងអរគុណដល់ព្រះជ្រៃបាទដល់ម្ចាស់ជំនួយទាំងអស់ដែលមានលោកជំទាវអានបាទលោកជំទាវកាត់យុទ្ធបាទលោកធម្មៈបាសកបាទសូសែនព្រមទាំងដាំធម្មៈបាសិកាបាទបុណ្យសិច័ន្ទព្រមទាំងកូនដាំស្ដីឯកអង្គច័ន្ទរដ្ឋានិងលោកជំទាវបាទព្រមទាំងក្រុមគ្រួសារដែលបានជួយឧបត្ថម្ភគ្រប់គ្រងក្នុងកម្មវិធីមនុស្សធម៌បាទរបស់ក្រុមខ្ញុំបាទមួយព្រះអង្គបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយសូមជូនពរបាទដល់ក្រុមគ្រួសាររបស់លោកអ្នកទាំងឡាយបាទដែលមានសុខភាពជួនមានលោកជំទាវអានបានជាការយុទ្ធព្រមទាំងបាទអមមកជួបតែស្អីសុខបាទនៃចម្រើនបាទទៅកន្លែងណាខ្ញុំអមត្រូវឲ្យប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាសុខចម្រើនល្អអ្នកបាទសូមអរគុណច្រើននេះសកម្មភាពក្រុមគ្រួសារទី2ក៏ចឹងសូមញោមញាតទាំងអស់ព្រមទាំងកណាគុណចាស់គ្រប់ព្រះអង្គសូមទទួលត្រេកអរនៅអ្នកផលកសលផលបុណ្យលោកជំទាវក៏ដូចជាកណាគុណចាស់សពរសជនតាំងសេចក្តីប្រាថ្នាយ៉ាងណាសូមបានសម្រេចដូចសេចក្តីប្រាថ្នាខ្ញុំកណាសូមប្រាប់មកដាលានិងចម្រើនបលីហើយគុណម្ចាស់អត់ចង់ពង្រីកសមាជិកក្រុមមនុស្សធម៌យើងទៀតទេបើសិនជាគុណចាស់ចង់បានការរីកចម្រើនដល់សមាជិកក្រុមលើនេះគុណចាស់ទៀងនេះសមាជិកចូលហ្នឹងឥឡូវតាមតិវល់របស់បងបងមុនទៅបងក្រោយលោកគ្រូផងអ្នកបានសក់សូសែមសូមអរគុណនៅនិតដល់ដងបងលោកគ្រូធម្មនិតផងអ្នកបានសក់សូសែមសូមអរគុណលោកពូដែលជាដែលមានគំនិតល្អដល់ក្រុមសមាគមសប្បុរសធម៌សមាគមមនុស្សធម៌ឡើងសមាគមថ្ងៃឆ្លៀតឱកាសនេះតាំងនាមឲ្យរដ្ឋបាលសកាត់អូចាដោយបងប្អូនជារដ្ឋក្នុងមូលដ្ឋានសូមអំពាវនាវដល់សប្បុរសជនបងប្អូនដែលមានចិត្តសប្បុរសចង់ជួយបន្ថែមទៅលើការឧបត្ថម្ភជីវរដ្ឋនៅក្នុងមូលដ្ឋានសកាត់អូចាបានច្រើនជាងនឹងទៀតសូមអញ្ជើញទំនាក់ទំនងគុណចាស់តលដូចជាលោកពូហើយនឹងសមាគមលេខទូរស័ព្ទសូមអរជួយហើយបងប្អូនណាក៏ចង់ជួយចឹងដែរតាមរយៈលេខទូរស័ព្ទណាសូមអរគុណដល់ប្រាប់មហិការគុណចាស់គ្រប់ព្រះអង្គហើយសូមអរគុណដល់បងចៅសង្កាត់ក៏ញោមញាតិពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសអាចចូលរួមឧបត្ថម្ភកម្មវិធីមនុស្សធម៌ដែលដឹកនាំដោយខ្ញុំកណាព្រះភិក្ខុចន្ទសីយោខមវត្ថានៅវត្តសាមគ្គីរស្មីវត្តទូដូនប៉ុកសង្កាត់នៅភូមិបញ្ចាញសង្កាត់អូចាក្រុងនិងខេត្តបាត់ដំបង
នៅក្បែរគ្នានឹងឯងញោមបើហើយញោមញាតិអាចចូលរួមជួយឧបត្ថម្ភបានតាមរយៈលេខទូរស័ព្ទ077 61 14 និង 16បាទ077 61 14 និង 16បាទ ហើយ ញោមញាតិ តម្លៃទៅក្នុងមួយឈុតនេះ100000ក្នុងមួយខែក្នុងមួយតែចូលម្នាក់100000គឺបានប៉ុណ្ណឹង ឈុតក្នុងមួយឈុតដែលញោមញាតិបានចូលរួមជួយឧបត្ថម្ភនេះបូកសរុបទាំងអស់វា100000ប្រមាណម្នាក់ដូចជា15ឬក៏130000 ឥឡូវយើងជាង100000ហ្នឹងហើយព្រោះតាមរយៈការទិញនេះអាចារ្យផងអ្នកទិញផងអ្នករកការផងអ្នកដើរស៊ើបអង្កេតអីរឿងតម្លៃតថ្លៃអីហ្នឹងមួយលោកចាស់គ្រូអាត្មាយកកាលឲ្យចាំតែសួរបងចៅសង្កាត់ទេបងអញ្ចឹងប៉ុណ្ណឹងចុះណាញោមណាក៏អធិស្ឋានឲ្យសូមក្រាបនមស្ការលាចម្រើនពរលាបង